មានជ្រក់ចៃថាយមកកៅនៅផ្ទះប៉ុណ្ណេះញ៉ាំមួយអីក៏ត្រូវដែរញ៉ាំមួយប្រហិតចៀនក៏ត្រូវញ៉ាំជាមួយសាច់អាំងក៏រត់ទៅត្រូវហើយបើនិយាយពីរបៀបធ្វើវិញឃើញថាស្រួលនោះស្រួលហត់តែនឹងលេងនឹងចិត្តទេសម្រាប់ការធ្វើជ្រក់នេះហើយជ្រក់ចៃថាយរបស់ខ្ញុំគឺខ្ញុំប្រើចៃថាយការ៉ុតទៅសក់ហើយនឹងខ្ទឹមក្រហមបងបន្លែប្រើតែប៉ុណ្្នឹងឯងយកទៅសក់មកចិត្តបែបហ្នឹងមកហើយការ៉ុតដូចគ្នាដែរចិត្តសបកចាញ់ឲ្យអស់បងចាំយើងឆូតវាជាតសៃដើម្បីយកទៅម៉ូតមកបានហើយមិនថាការ៉ុតមិនថាចៃថាយគឺចិត្តដូចគ្នាទាំងអស់យកសបកវាចាញ់ឲ្យអស់បងអាហ្នឹងទៅជ្រក់របស់យើងមានលក្ខណៈស្រួយឆ្ងាញ់ហើយវាសម្រាប់មេរោគបានល្អបន្ទាប់ពីហ្នឹងមកគឺយើងត្រូវយកវាមកលាងទឹកបន្លែទាំងអស់ហ្នឹងលាងទឹកឲ្យស្អាតតិចបងហើយពេលដែលលាងហើយហ្នឹងគឺខ្ញុំត្រាំថែមវាកន្លះម៉ោងទៀតឥឡូវបន្ទាប់ពីយើងបានលាងបន្លែបានគ្រប់សពហើយយើងសម្រោះវាចោលបែបហ្នឹងដើម្បីឲ្យបន្លែរបស់យើងស្ងួតទឹកឲ្យបានល្អចាំយើងយកមកធ្វើជ្រក់បន្ទាប់ពីបន្លែរបស់យើងស្រស់ទឹកល្អហើយខ្ញុំយកវាមកឆូតជាតសៃបែបហ្នឹងដើម្បីយកម៉ូតពេលយើងចិត្តទៅឃើញម៉ូតវាស្អាតហើយមិនថាការចិត្តជាតសៃអីហ្នឹងគឺយកមកទុកទាំងអស់អត់មានបោះចោលទេណាបងចេះថាវាមានជាតិហាងខ្លាំងអញ្ចឹងយើងយកវាមកច្របាច់ជាមួយនឹងអំបិលដើម្បីឲ្យវាទន់ល្អហើយមិនបាត់ជាតិហាងតែសម្រាប់ខ្ញុំបងជ្រក់ខ្ញុំអត់ចូលចិត្តឲ្យវារៀងជាំខ្លាំងទេអញ្ចឹងខ្ញុំគ្រាន់តែជ្រុំវាតិចប៉ុណ្ណឹងឯងបន្ទាប់ពីហ្នឹងមកទៀតគឺខ្ញុំយកការ៉ុតមកឆូតដូចគ្នាដែរហើយបន្ទាប់មកគឺខ្ញុំចិតជាមួយនឹងក្បិតមកពីស្ដាងដើម្បីយកមកធ្វើជ្រក់ហើយតសក់គឺខ្ញុំហាន់ខ្លីៗបែបហ្នឹងបងដើម្បីងាយស្រួលញ៉ាំចាប់ចង្កឹះញ៉ាំក៏ស្រួលឬក៏យើងញ៉ាំជាមួយនឹងស្លាបព្រាក៏ស្រួលដែរបងសម្រាប់បន្លែទាំងពីរមុខហ្នឹងគឺខ្ញុំអត់យកវាទៅច្របាច់ជាមួយនឹងអំបិលទេខ្ញុំគ្រាន់តែជ្រុំវាដើម្បីឲ្យវាចូលគ្នាល្អងាយស្រួលក្នុងការជ្រុំជាមួយនឹងចិត្តថាយដោយសារតែបន្លែពីរមុខនេះវាអត់មានជាតិហាងទេហើយណាមួយវាឆាប់ទុកដែរអញ្ចឹងតែប៉ុណ្្នឹងមកអូខេហើយនេះឥឡូវយើងមកលាយទឹកធ្វើសម្រាប់ទឹកសុសជ្រក់វិញខ្ញុំប្រើខ្ទឹមសបងខ្ទឹមសប្រើរៀងច្រើនបន្តិចណាហើយឥឡូវងាយស្រួលបងអើយមិនបាច់ចាំយកទៅបុកយកទៅអីទេនាំបាក់ហត់បកតែសបកខ្ទឹមដាក់តែម្ទេសចូលក្នុងម៉ាស៊ីនកិនតែមួយហ្នឹងគ្រាន់តែចុចមកខ្វាច់ពីរខ្វាច់ហ្នឹងគឺម៉ត់ល្អហើយបន្ទាប់ពីកិនខ្ទឹមជាមួយនឹងម្ទេសចូលគ្នាហើយគឺខ្ញុំចាប់ផ្ដើមលាយជាមួយនឹងទឹកត្រីហើយនឹងទឹកខ្មេះនៅក្នុងហ្នឹងតែម្ដងចឹងសម្រាប់ទឹកខ្មេះវិញគឺខ្ញុំដាក់ចំនួន3 10ព្រាបាយធំបងហើយបន្ទាប់ពីហ្នឹងមកទៀតគឺខ្ញុំចាក់ទឹកត្រីយើងដាក់មកល្មមដើម្បីយើងភ្លក់រសជាតិប្រៃផ្អែមអញ្ចឹងហើយយើងថែមជាមួយនឹងស្ករសដាក់រៀងច្រើនដែរចំពោះជ្រក់រសជាតិរៀងដិតមិនឆ្ងាញ់បងលហើយពេកក៏អត់ឆ្ងាញ់ដែរហើយបន្ទាប់មកទៀតគឺខ្ញុំដាក់នៅម្សៅស៊ុបរ៉ូឌីហ្នឹងកូរបញ្ចូលគ្នាភ្លក់មើលថាបើល្មមហើយគឺតែប៉ុណ្ណឹងអូខេហើយបងសម្រាប់ការធ្វើជ្រក់របស់ខ្ញុំបងជូរផ្អែមប្រៃគឺដើរដិតជាមួយនឹងគ្នាតែម្ដងអាហ្នឹងទើបឆ្ងាញ់បន្ទាប់មកទៀតដាក់បន្លែយើងទាំងអស់ហ្នឹងចូលគ្នាបែបហ្នឹងមកហើយយើងចាក់ទឹកសុសរបស់យើងចូលយើងចាប់ផ្ដើមជ្រុំវាឲ្យសព្វបែបហ្នឹងបងទៅវាចូលជាតិបានល្អហើយបន្ទាប់ពីយើងជ្រុំវាបានចប់ហើយជាមួយនឹងបន្លែរបស់យើងគឺយើងចាប់ផ្ដើមមកភ្លក់ម្ដងទៀតថារសជាតិវាល្មមនៅបើសិនជារសជាតិល្មមហើយគឺតែប៉ុណ្្នឹងឯងយើងចាប់ផ្ដើមរកកែវស្អាតមកដាក់វាក្នុងកែវដាក់ក្នុងទូទឹកកកអស់បងអាចញ៉ាំបានកន្លះខែទៅមួយខែអីហើយបើនិយាយពីជ្រក់ចថាយ៉ាងទៀតញ៉ាំជាមួយនឹងបាយមាន់ហើយណាំរត់តែឆ្ងាញ់អញ្ចឹងបងកុំភ្លេចណារៀនធ្វើជ្រក់ទាំងអស់គ្នាងាយស្រួលទេបងហើយមានរសជាតិឆ្ងាញ់ទៀតនិយាយទៅដូចខ្ញុំនិយាយអញ្ចឹងហត់តែនឹងការលាងទេអញ្ចឹងជ្រក់របស់ខ្ញុំគឺតែប៉ុណ្្នឹងឯងបងអញ្ចឹងបងណាមានវិធីថ្មីអីអាចជួយបរៀនខ្ញុំបានណាអញ្ចឹងវីដេអូថ្ងៃហ្នឹងមានតែប៉ុណ្្នឹងឯងបងអរគុណសម្រាប់ការទស្សនាវីដេអូរហូតដល់ចប់ជួបគ្នាវីដេអូក្រោយបាយ